ជិះម៉ូតូលឿនជ្រុលទៅបុកកង់3ឥណ្ឌាទិសដៅបញ្ច្រាស់គ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកាត់ហេតុភ្លាមចំណែកឯបុរសម្នាក់ទៀតបានរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមក្រោយពេលជិះម៉ូតូលឿនបុកនឹងកង់3ទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង 1:50 នាទីរំលងអាត្រាតឈានចូលថ្ងៃទី 12 ខែមិថុនាឆ្នាំ 2026 នៅចំណុចក្បែររង្វង់មូលវត្តភ្នំស្ថិតនៅលើផ្លូវព្រះស៊ីសុវត្ថិក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញម៉ូតូកង់3ឥណ្ឌាពណ៌សមួយគ្រឿងពាក់ស្លាកលេខកណ្ដាល 1AB0220 គុណបើកបរដោយបុរសជាតកង់ម្នាក់រួមដំណើរជាមួយនឹងភ្ញៀវចំនួន2នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមធ្យមលុះពេលបើកមកដល់ចំណុចកាត់ហេតុខាងលើស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅពាក់ស្លាកលេខកោះកុង 1A5365 ជិះឌុបគ្នា2នាក់ធ្វើដំណើរទិសដៅបញ្ច្រាស់គ្នាទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកចំពីមុខម៉ូតូកង់3ឥណ្ឌាយ៉ាងពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ចំណែកឯភាគីកង់3ក្រឡាប់នឹងរងរបួសស្រាលចំនួន3នាក់បញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងកង់3ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំការដោះស្រាយនៅពេលក្រោយចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីពីនាងខ្ញុំចន្ទ្រា TV5 Online News